Nhưng mà anh đã file tờឡើង Enscape ចូលទៅក្នុង Telegram Ready ហើយដែលជា version ចុងក្រោយហើយយើងអាចចូលទៅ download យកមក install បានអញ្ចឹងយើងទៅមើល review បន្តិចតាក់ទងជាមួយនឹង version ចុងក្រោយរបស់ Enscape ហ្នឹងបើអញ្ចឹងយើងមកធ្វើការ review តាក់ទងជាមួយនឹង Enscape 4.13 ដែលជា Enscape version ចុងក្រោយអញ្ចឹងខ្ញុំឃើញថាតាក់ទងជាមួយនឹងការផ្លាស់ប្ដូរគឺមានតែ asset library ទេដែលវាផ្លាស់ប្ដូរច្រើនអញ្ចឹងវាផ្លាស់ប្ដូរថ្មីតែម្ដង interface ថ្មី interface ថ្មីមាន symbol ថ្មីខ្លះដែរអញ្ចឹងដូចកន្លែង 3D model នេះអី furniture អីយើងឃើញថាស្អាតជាងមុនច្រើនប៉ុន្តែតាក់ទងជាមួយនឹង Enscape ធម្មតា Enscape ធម្មតាគឺអត់ខុសគ្នាច្រើនពី 4.9 មែនទេ 4.13 នេះដោយសារវា update តែលេខទៅបន្តិចអញ្ចឹងយើងឃើញ interface លើនេះគឺដដែលទេហើយវាផ្លាស់ប្ដូរតែ interface ដែល asset library នេះទេហើយតាក់ទងជាមួយនឹងកន្លែងនេះគឺ enhance AI enhance ហ្នឹងគឺយើងអាចប្រើបានធម្មតាទូទៅអញ្ចឹងយើងអាចមើលលទ្ធផលជាក់ស្ដែងដែលខ្ញុំបើកទី1គឺយើង enhance ដោយ AI របស់ Enscape ហើយទី1ទៀតយើង render ផ្ទាល់ទៅពេលដែលយើង render អញ្ចឹងមនុស្សគឺចេញលក្ខណៈចេះជ័រមនុស្សជ័រប៉ុន្តែនៅខាងក្រោយគឺច្បាស់ធម្មតាទៅពេលយើង enhance ហើយអ្នកនៅខាងមុខនេះគឺខ្លាចជាមនុស្សមែនតើនេះខ្លាចជាមនុស្សមែនតើទៅពេលអ្នកខាងក្រោយបាត់មុខកញ្ឆឹងតែម្ដងដូចពាក់មុខអញ្ចឹងវាអាចជួយយើងបានខ្លះយើងអត់អាចប្រើវាបានខ្លះទេអញ្ចឹងយើងអាចចូលទៅ Photoshop ហើយ update កន្លែងនេះទៅអញ្ចឹងវាឃើញថាអ្នកនៅខាងមុខរបស់យើងនឹងខ្លាចជាមនុស្សហើយអ្នកខាងក្រោយក៏យើងនៅអាចមើលដឹងថាមុខស្តៀងនឹងមនុស្សដែរហើយតាក់ទងជាមួយនឹង greenery ដើមឈើអីផ្សេងគឺវា enhance ទៅជាធម្មជាតិមែនតើនិយាយចំទៅវាធ្វើឲ្យដូចមែនតើដែរអញ្ចឹងយើងឃើញចំណុចទាំងអស់នេះយើងមើលទៅរៀងជាប់ដល់ពេលក្នុងនេះវាដូចមែនតើប៉ុន្តែវារៀងកាត់ quality ខ្លះដែរ